បាទសួស្តីពុកម៉ែបងប្អូនថ្ងៃនេះជួបជាមួយនឹងខ្ញុំបាទជាមួយនឹងឈុត12គ្រាប់បាទ12គ្រាប់តែដល់ពេលដុំវាតូចពេកមានតែដាក់មកក្រៅចឹងពុកម៉ែបងប្អូនបាទស្បកវាតូចបាទស្បកវាតូចចឹងហើយក៏ខ្ញុំរកពីស្បកធំបានក៏ធ្វើដាក់ដូចមកក្រៅចឹងទៅជាស្រ័យបងខាងចេះអីវ៉ាន់ផងហើយតែពិតស្បកអាធំនឹងមានតែជាប្រភេទមកទឹកដែលខ្ញុំអត់ដាក់ឲ្យទេបាទទិញស្បកតូចអត់ថ្មីដាក់ឲ្យបាទហើយគ្រាន់តែថាដូចវានៅខាងក្រៅអត់អីទេបាទអត់អីទេនេះគឺជាឈុត12គ្រាប់របស់បងខាងបាត់ដបងពុកម៉ែបងប្អូនបាទគុំឡើងដោយដុំ3ពែជាមួយនឹងគ្រាប់ដេ718បាទហើយសម្រាប់ពុកម៉ែបងប្អូនសួរថាធ្វើម៉េចបានដុំយើងកុំឲ្យវាក្តៅខ្លាំងគឺមានណាពុកម៉ែបងប្អូនមានរបៀបធ្វើជាច្រើនរបៀបមានដាក់រេសតង់ទាំងវែងបន្តិចចឹងទៅបាទហើយរំជើងផ្សេងប្រភេទលោះ120ឬក៏130ចឹងទៅហើយដាក់យោតបាទដាក់យោតគ្រប់ជើង B ចឹងទៅបងប្អូនបាទសម្រាប់យោតគ្រប់ជើង B គឺសំខាន់បាទយើងដាក់ទៅគឺជួយទប់គ្រាប់មិនឲ្យក្តៅលឿនទេបាទមិនឲ្យក្តៅលឿនទេបងប្អូនប្រើប្រាស់បានយូរបាទប្រើប្រាស់បានយូរតោះឥឡូវយើងធ្វើការស្ដាប់សំឡេងក៏ដូចជាតេស្តភ្លើងទាំងអស់គ្នាបងប្អូនមកជាមួយនឹងភ្លើងភ្លើងវាល្បាក់750បាទ750ពុកម៉ែបងប្អូនបាទសំឡេងនេះគឺបែបនេះបាទនេះជាសំឡេងរបស់វាហើយពុកម៉ែបងប្អូនបាទហើយខ្ញុំធ្វើតេស្តរួចនឹងដាក់ជូនបងប្រុសបាទសម្រាប់ពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍ចង់ប្រើប្រាស់ដុំរត្រីមិនថាដុំកំងក៏ដូចជាដុំរីកដៃទេសម្រាប់ដុំរីកដៃទាមទារពុកម៉ែបងប្អូនវាលុយមកមុនចឹងពុកម៉ែបងប្អូនបាទទឹកខ្ញុំរៀបជូនណែដុំកំងក្រៅប្រទេសពុកម៉ែបងប្អូនកក់លុយពាក់កណ្ដាលក៏បានឬក៏ផ្ញើមកទាំងអស់ក៏បានប្រែពុកម៉ែបងប្អូនសម្រាប់ចិត្តបាទកំងពីវៀតណាមគឺរងចាំម៉ាតិតបាទសម្រាប់ម៉ាតិតកំងពីចិនគឺរងចាំ10ថ្ងៃជាងបន្តិចបន្តួចបាទហើយដោយទំនុកចិត្តណាពុកម៉ែបងប្អូនបាទដោយទំនុកចិត្តការកំងរបស់ខ្ញុំគឺខ្ញុំទទួលកំងរយៈពេលច្រើនឆ្នាំមកហើយបាទច្រើនឆ្នាំមកហើយរាល់អីវ៉ាន់ដែលកំងគឺយកមកចាប់មិនដើគឺខ្ញុំនឹងទទួលខុសត្រូវពុកម៉ែបងប្អូនបាទចំណែកចាប់ត្រីឡើងខ្លាំងឬក៏មិនទៅឡើងគឺពុកម៉ែបងប្អូនមិនអាចដូរអីវ៉ាន់ថ្មីបានទេបាទមិនអាចដូរអីវ៉ាន់ថ្មីបានទេដោយសារអីវ៉ាន់ទេខ្ញុំអត់មានទេបាទមានទេតែសួរថាដូរអត់បានបាទដូរអត់បានហើយមិនទិញកន្លែងទីមានស្រាប់បាទជាជំរឿនរបស់ពុកម៉ែបងប្អូនណាបាទពុកម៉ែបងប្អូនចូលចិត្តខ្ញុំពុកម៉ែបងប្អូនឲ្យខ្ញុំកំងឲ្យក៏បានបាទទទួលបាននៅតម្លៃពិសេសបាទពិសេសគឺតម្លៃសមរម្យជាតិចមែនទែនដោយសារអីពុកម៉ែបងប្អូនជាអ្នកចាយលុយទិញបាទខ្ញុំចាយខ្លះពុកម៉ែបងប្អូនចាយខ្លះអញ្ចឹងខ្ញុំចំណាយដើមតិចអញ្ចឹងខ្ញុំយកចំណាយតិចដែរហើយសួរថាមានអ្នកកំងដែរបាទមានបងកំងគូសំដែរដោយសារអីគឺតម្លៃសមរម្យនឹងឯងពុកម៉ែបងប្អូនបាទហើយញ៉ាំទៀតរាល់អីវ៉ាន់គឺពេលដែលយកមកចាប់បណ្ដៅគឺខ្ញុំទទួលខុសត្រូវសារ៉េស្រង់ជួសជុលជូនបាទជួសជុលជូនឲ្យវាមកដើរតែយកមកពុកម៉ែបងប្អូនចាប់ទៅឡើងត្រីនឹងពេញចិត្តអានោះវាជារឿងរបស់ពុកម៉ែបងប្អូនដោយសារអីមុននឹងយើងកំងគឺយើងពិភាក្សាគ្នារួចហើយមានន័យថាឧទាហរណ៍ថាពុកម៉ែបងប្អូនយកសមុទ្រ8ពីដើមយកមកចាប់ពុកម៉ែបងប្អូនអត់ពេញចិត្តចឹងពុកម៉ែបងប្អូនចង់ដូរថ្មីអត់មានដូរទេពុកម៉ែបងប្អូនបាទព្រោះថាហេតុអីបាទគឺអីវ៉ាន់អត់មានបញ្ហាបាទអត់មានបញ្ហាតែបើអីវ៉ាន់យកទៅចាប់អត់លឺបាទមានបញ្ហាគឺខ្ញុំសេរីជួសជុលឲ្យបងប្អូនបាទជួសជុលឲ្យហើយអីវ៉ាន់អត់បញ្ហាអញ្ចឹងពុកម៉ែបងប្អូនដូរថ្មីគឺអត់មានអីវ៉ាន់ដូរជូនពុកម៉ែបងប្អូនទេបាទដោយសារខ្ញុំអត់មានយកមកទុកក្នុងស្តុកទេសម្រាប់ប្រភេទអីវ៉ាន់អស់នេះបាទតោះពុកម៉ែបងប្អូនបាទឥឡូវយើងធ្វើការតេស្តសម្លេងទាំងអស់គ្នាបាទសម្លេងនេះគឺបែបណាទេសម្លេងបាទបែបនេះបាទតេស្តភ្លើងអស់គ្នាមកម៉ាត់ពុកម៉ែបងប្អូនណាបាទលាស់ម៉ាលីជាម៉ាលីកន្លះបាទអញ្ចឹងពុកម៉ែបងប្អូនដុំដែលមានពែខ្លាំងឬក៏មិនខ្លាំងអាចមើលតែយើងយើងគោះភ្លើងអញ្ចឹងពុកម៉ែបងប្អូនបាទគោះភ្លើងមកផ្លែតម៉ាត់អញ្ចឹងដុំវាខ្លាំងហើយបាទដោយសារអីបើវាកម្លាំងអត់ខ្លាំងវាអត់អាចរំលាយលាស់បានទេណាពុកម៉ែបងប្អូនណាបាទបងប្អូនអាចមើលកន្លែងហ្នឹងក៏បានដោយសារអីលាស់ខ្ញុំគោះនេះគឺលាស់ប្រភេទម៉ាលីកន្លះបាទលាស់ម៉ាលីកន្លះ
ជាប្រភេទខ្សែមកពីវៀតណាមខ្មែរបងប្អូនបាទមិនមែនប្រភេទខ្សែថៃទេឃើញស្បកទូចឹងតែលាស់ធំណាស់បាទលាស់ធំណាស់ចុះទៅថ្ងៃនេះមានតែប៉ុណ្ណេះទេសម្រាប់បងប្អូនមានចំណាប់អារម្មណ៍ចង់ប្រើប្រាស់ម៉ូទ័រក្នុងប្រទេសក្រៅប្រទេសឬក៏ម៉ូទ័រដៃអាចទៅតងមកខ្ញុំបានតាមរយៈ Telegram 090 267608 096819191បាទអរគុណជម្រាបលា